ថ្ងៃនេះទទួល order ពីភ្ញៀវតាមរយៈ page គាត់ឆ្លាញ់បែប economy ទៅកាន់មនុស្សពិសេសរបស់គាត់អញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបរៀបចំមួយខ្លះ stock មួយចំនួនទៀតគឺនៅផ្ទះរបស់ម៉ាក់ខ្ញុំអញ្ចឹងខ្ញុំត្រូវមកយកបន្ថែមទៅកាន់ហាងមួយសាខាពេលមកដល់ហាងគឺខ្ញុំបាច់ចាំលើករបស់អស់ហ្នឹងឯងដោយសារតែមានបងប្អូនគាត់ចាំជួយហើយនិយាយទៅក៏អរគុណខ្លួនឯងដែរដែលមានសមត្ថភាពលទ្ធភាពក្នុងការផ្ដល់ការងារឲ្យអ្នកដទៃអញ្ចឹងធ្វើបាច់ហ្នឹងយើងត្រូវមានតុក្កតាមួយតុក្កតាហ្នឹងគឺខ្ញុំដាក់ឲ្យភ្ញៀវយកមកស្អាតតិចនេះខាងខ្ញុំហ្នឹងគឺប្រើចង្កាក់នឹងឯងហើយខ្ញុំក៏ប្រើជើង stand ព្រោះហាងផ្កាពីខ្ញុំទៅគឺខ្ញុំអត់ចាំបាច់ឲ្យភ្ញៀវគាត់ដាក់ដេកទេគឺគាត់បិឈរទៅគឺឃើញស្អាតជាងអញ្ចឹងណាហើយខ្ញុំក៏ប្រើជាស្នោទឹកនិយាយទៅទោះបីជាបាច់តូចបាច់ធំក៏ខ្ញុំប្រើស្នោទឹកដែរព្រោះវាស្រួលក្នុងការរៀបចំនៅក្នុងវីដេអូហ្នឹងខ្ញុំមើលកាមេរ៉ាផងខ្ញុំមើលទៅមុខផងដោយសារតែខ្ញុំកំពុងតែបរៀនធីមការងារគាត់ចេះអញ្ចឹងណាដល់ពេលអត់ពីខ្ញុំទៅក៏គាត់អាចធ្វើឲ្យភ្ញៀវបានដែរអ្វីដែលត្រូវធ្វើបន្ទាប់ហ្នឹងគឺដាក់តុក្កតាចូលទៅក្នុងស្នោនឹងឯងដើម្បីអីយើងអាចបិទកៅបិទអីឲ្យជាប់ហ្មងឯងកុំឲ្យខូចតុក្កតាគេអញ្ចឹងម្ចាស់គេគ្រាន់តែដកចង្កាក់ដកអីចេញហ្នឹងម្ចាស់គេយកទៅដាក់ធ្វើបតោងសោក៏បានដាក់តាំងណាក៏បានការ order មួយនេះគឺធូរជាអ្នកទទួលភ្ញៀវក៏ប៉ុន្តែដោយសារតែគាត់រវល់នឹងហាងមួយទៀតអញ្ចឹងក៏មានកូនក្រុមមួយទៀតសម្រាប់ជួយការងារដែលខ្ញុំកំពុងតែកាន់នេះគឺជាប្រភេទផ្កាអប់បងប្អូនទាំងអស់គ្នាហើយខ្ញុំក៏មានលក់បោះដុំផងដែរនិយាយទៅបងប្អូនតើការលក់ដុំរាយហ្នឹងគឺមានទាំងអស់ពីម្ដងពីរដងក៏ខ្ញុំលក់ដែរហើយបន្ទាប់មកខ្ញុំយកទៅដោតជាមួយនឹងតុក្កតាដើម្បីដាក់ថាដាក់មកស្អាតអញ្ចឹងណាយើងមើល flexible តាមហ្នឹងខ្ញុំប្រើប្រភេទกระดาษស្បៃដើម្បីយកទៅជួសនៅចំណុចណាដែលខ្វះខាតហើយបន្ថែមនៅសម្រស់អញ្ចឹងខ្ញុំជ្រើសរើសយកពណ៌ត្បែកភ័យមូលហេតុអីហ៎ឲ្យវាស៊ីជាមួយនឹង concept ដោយសារតែខ្ញុំឆ្លាញ់ economy concept របស់ស្វាយអញ្ចឹងយើងដាក់ផ្ការៀងស្វាយត្បែកភ័យមកដាក់กระดาษដាក់អីចឹងមកគឺវាស៊ីគ្នាតែម្ដងអញ្ចឹងกระดาษស្បៃហ្នឹងគឺខ្ញុំពុះជា4ហើយពុះក៏ហៅកាត់នឹងតែកាត់ជា4ពុះជា4ហើយយើងត្រូវចាប់ជីបវានិយាយទៅយើងចាប់ជីបវាមិនក៏ដោយចាប់ឲ្យវាចេញមកឲ្យស្អាតណាហើយបន្ទាប់មកយើងប្រើជាមួយស្កុតដើម្បីជារុំនៅកន្លែងខាងចុងវាដើម្បីយើងយកទៅដោតជាមួយនឹងបងប្អូនអាចសាកបងទិញសម្ភារៈយកទៅរៀនរៀបចំខ្លួនឯងបានណាជាទូទៅធ្វើម្ដងមិនដែលស្អាតទេបងប្អូនខ្ញុំមិនដឹងខុសប្រហែល100បាច់ហើយទេទៅរៀនគ្រូស្ដីឲ្យទៀតគ្រាន់តែកាន់របៀបចេះខុសរបៀបអញ្ចឹងក៏ត្រូវមកគ្រូដែរអត់បានទេប៉ុន្តែខ្ញុំអត់សូវជឿដោយសារតែគាត់និយាយជាភាសាផ្សេងអញ្ចឹងស្ដាប់ខ្លះអត់ខ្លះខ្ញុំមិនជាអ្នកដើររៀនសូត្រស្អីក៏ខ្ញុំរៀនដែរបងប្អូនទាំងអស់គ្នាបើសិនជាយើងរៀនប៉ះចំតកែឬមួយក៏ថ្នាក់ដឹកនាំគេហ្មងគឺគេបរៀនបានល្អប៉ុន្តែបើរៀនចំប៉ះកូនចៅឬក៏ជំនួយកាយហ្នឹងបងប្អូនអើយដូចទៅសុំគេអញ្ចឹងប៉ុន្តែធ្វើមកយើងចង់ចេះអូខ្ញុំតម្រុំមកមានម្ដងថ្ងៃហ្នឹងទប់ផងអីផងមិនថាខ្ញុំ fake ទេក៏ប៉ុន្តែពេលខ្លះយើងចង់ចេះអញ្ចឹងយើងចេះតែធំទៅដើម្បីចំណេះដឹងអញ្ចឹងសូម្បីតែ cover ពីខាងក្រៅក៏ខ្ញុំប្រើ concept ស្វ័យតបាច់ភ័យដែរអញ្ចឹងបងប្អូនអញ្ចឹងក្តារមួយគឺខ្ញុំពុះជា2អញ្ចឹងបងប្អូនអាចទាញខ្ទង់ប្រហែលជាអារ៉ាន់ 4-5 ស្លឹកមកដើម្បីធ្វើការខ្ចប់ម៉ូតបែបនេះវាអត់ស្រួលពេកតែក៏អត់ពិបាកពេកដែរអ្វីសំខាន់គឺយើងចង់បានលេចចេញក្តាររបៀបឆុងរបៀបមូលរបៀបស្មើឬមួយក៏របៀបមិនអញ្ចឹងណាខ្ចប់ហ្នឹងបើសិនជាអត់ចេះយើងប្រើចំណាយក្តារណាដោយការហ៊ានដបងខ្ញុំចាយក្តារ8ទៅ10ស្លឹកក្នុងការខ្ចប់មួយបាច់ទៅពេលយូរទៅយើងចេះ estimate មើលយើងចេះ creative យើង research យើងទៅរៀននៅសាលាធ្វើយើងកាត់បន្ថយការចំណាយក្តារថតថាបាច់ហ្នឹងពីមុនខ្ញុំថតទៅប្រើ9ស្លឹក10ស្លឹកជាងខ្ញុំប្រើអត់ទៅ4ស្លឹកអញ្ចឹងម៉ូតដែលខ្ញុំចាប់ហ្នឹងរបៀបថាខ្លាយអញ្ចឹងឆុងខ្លះមូខ្លះដល់ពេលលេចចេញជាមួយនឹងតុក្កតាទៅវាស្អាតណាហើយប្រើជាមួយនឹងក្តារស្បៃទន់ពណ៌ត្បែកភ័យទៀតគឺវាស៊ីគ្នាមកកាន់សឹបហ្នឹងហ្មងអញ្ចឹងបងប្អូនចាប់ម៉ូតហ្នឹងគឺបណ្ដេញពីលើចុះមកខាងក្រោមតិចមកហើយយើងបិទបាំងជ័រសរបស់យើងមកគឺឃើញស្អាតតែអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំបានរៀបចំហើយបងប្អូនទាំងអស់គ្នាខ្ញុំប្រើអស់តែតុក្កតាមួយហើយនឹងផ្កាមកគ្រាប់ទេបានតែផ្កាមកតងនេះណាជើក្តារផ្កាអប់ហើយរៀបចំស្អាតអស់ហើយអញ្ចឹងក្តារហ្នឹងខ្ញុំគិតមើលហើយដូចជាខ្ញុំប្រើអស់តែ3ស្លឹកកន្លះទេបើ3ស្លឹក4ស្លឹកកន្លះអូខេហើយអញ្ចឹងការងាររបស់យើងនៅតែចងបោអញ្ចឹងចងបោខ្ញុំក៏ភិកនៅបោពណ៌រៀងស្វាយដិតដើម្បីឲ្យវាស៊ីគ្នាជាមួយនឹងតិចមកតុក្កតាខ្ញុំចាប់បោងាយទេក៏ប៉ុន្តែស្អាតខ្ញុំអត់ប្រើអីញ៉ៃច្រើនទេខ្ញុំអត់ប្រើកៅបាញ់អត់ប្រើអីទៀតខ្ញុំប្រើតែប្រភេទខ្សែសុតទេអញ្ចឹងខ្ញុំកាត់វាត្រឹមតែជា4ស្រទាប់បែរណាខ្ញុំទាញខ្សែមកវែងខ្ញុំយកមកចងដើម្បីឲ្យយកទៅផ្គប់មួយផ្កាខ្ញុំអត់ប្រើការទេដូចខ្ញុំបញ្ជាក់អញ្ចឹងបើសិនជាម្ចាស់បាច់ផ្កាគេបានទទួលគេគ្រាន់ដោះបូនឹងចេញគេអាចយកខ្សែយកទៅប្រើការអីផ្សេងទៀតបាននេះតែខ្ញុំធ្វើអីក៏ដោយក៏ខ្ញុំគិតដល់អតិថិជនខ្ញុំដែរពួកអីមនុស្សខ្ញុំចាយលុយអីក៏គិតអញ្ចឹងណាអញ្ចឹងគ្រប់បាតគ្រប់សតាំងគ្រប់របស់ទាំងអស់គឺសិតតែអាចយកទៅប្រើបានតពីចងបោហើយអ្វីដែលខ្ញុំត្រូវដាក់បន្ទាប់ហ្នឹងគឺ thank you tag ជាទូទៅខ្ញុំតែងតែអរគុណទៅកាន់អតិថិជននិងអរគុណទៅកាន់អ្នកដែលទទួលបាច់ផ្កានឹងដូចគ្នាហើយសង្ឃឹមថាអ្នកទទួលក៏សប្បាយចិត្តអតិថិជនខ្ញុំដែលកំងឲ្យនឹងពិសេសក៏សប្បាយចិត្តបន្ទាប់ពីដាក់ thank you tag ហើយខ្ញុំក៏មានកាត congratulation សម្រាប់ graduate ដាក់ជូនភាពដូចគ្នាគ្រាន់តែបាច់ខ្លះខ្ញុំដាក់ជាចង្កាក់តែបាច់ខ្លះខ្ញុំដាក់ជាដងដោតហ្មងនិយាយទៅអាស្រ័យទៅលើទំហំអាស្រ័យទៅលើតម្លៃនៃបាច់ផ្កាហ្នឹងអញ្ចឹងដល់ពេលយើងដាក់ទៅលើកសម្រាប់មកតង់ទៀតចឹងបងប្អូនអញ្ចឹងបើសិនជាមានបងប្អូនណាចង់សិក្សាវគ្គខ្ចប់អីហ្នឹងគឺរៀនជាមួយនឹងខ្ញុំផ្ទាល់តែម្ដងតម្លៃត្រឹមតែ$199ទេសម្រាប់កញ្ចប់បើកហាងបើសិនជាបងប្អូនមានទីតាំងរួចរាល់គឺខ្ញុំមានកញ្ចប់3000ណាហើយខ្ញុំ free បរៀនទៅ free ម្ចាស់ហ្មង